ចាសូមសួស្តីបងប្អូនខ្មែរទាំងអស់គ្នានិងអតិថិជនដែលកំពុងប្រើប្រាស់សេវាកម្ម Hana PC ទាំងអស់គ្នាចាឥឡូវនេះខ្ញុំកំពុងតែបង្កើតវីដេអូមួយបង្រៀនពីការបង្កើតសោរសុវត្ថិភាពអេឡិចត្រូនិកពីក្នុងទូរស័ព្ទដៃរបស់យើងផ្ទាល់ចាអញ្ចឹងពេលដែលយើងបង្កើតសោរគឺយើងត្រូវបង្កើតកម្មវិធី Hana N Bank សម្រាប់ពេលដែលយើងផ្ទេរលុយទៅខ្មែរគឺយើងប្រើកម្មវិធី Hana N Mini ចាហើយពេលមុននឹងយើងបង្កើតសោរសុវត្ថិភាពអេឡិចត្រូនិកនេះគឺយើងត្រូវត្រៀមឯកសារដូចជាលេខកុងធនាគារ Hana ID លេខសម្ងាត់6ខ្ទង់លេខសម្ងាត់4ខ្ទង់ហើយនិងការសុវត្ថិភាពអេឡិចត្រូនិកចា ID ភាគច្រើនអតិថិជនច្រើនតែភ្លេចមិនដឹង ID នៅកន្លែងណាអីចឹងគឺយើងអាចមើលនៅក្នុងกระดาษសៀវភៅធនាគារដែលយើងទទួលបានពីធនាគារពេលដែលយើងទៅធ្វើឬក៏ធ្វើតាមខាងក្រុមហ៊ុនរបស់ខ្ញុំផ្ញើទៅឲ្យផ្ទាល់ហ្នឹងគឺមាននៅក្នុងសៀវភៅធនាគារជាមួយកាប់មួយគ្នាគឺមានកระดาษមួយស្លឹកហ្នឹងចាភាគច្រើនគឺគេដាក់ពាក្យអ៊ីយ៉ុងចា ID យើងចា ID ហ្នឹងគឺជា ID សម្រាប់យើងប្រើ login ប្រើក្នុងតាមទូរស័ព្ទដៃរបស់យើងចាពេលដែលធ្វើតាមខ្ញុំគឺភាគច្រើនខ្ញុំដាក់ឈ្មោះឬក៏ឆ្នាំកំណើតឲ្យសនុកចាំអីចឹងឯងហើយចុងក្រោយខ្ញុំគូសពណ៌ឲ្យយើងកន្លែងខ្លះធនាគារខ្លះគេគូសពណ៌ឲ្យគេផ្ញើទៅឲ្យចឹងយើងអាចសនុករកប៉ុន្តែខ្លះគេភ្លេចគេរវល់គេអាចបានគូសឲ្យចឹងគេពិបាករកថាបានណាចឹងយើងមើលនៅក្នុងកណ្ដាលហ្នឹងនឹងតែមានពាក្យយើងចា ID ហ្នឹងគឺជា ID សម្រាប់យើងប្រើតាមទូរស័ព្ទដៃហើយចាអញ្ចឹងពេលដែលយើងប្រើតាមទូរស័ព្ទដៃគឺយើងត្រូវការ ID និងលេខសម្ងាត់6ខ្ទង់ចាក់សោចូលដំបូងគេហើយមួយទៀតការសុវត្ថិភាពអេឡិចត្រូនិកចាការសុវត្ថិភាពអេឡិចត្រូនិកនេះគឺមានលេខកូដពី1ខ្ទង់ដល់ទី35ខ្ទង់ហើយក្នុង1ខ្ទង់វាមាន4លេខនេះគេចែកជា2ខ្ទង់ខាងមុខ2ខ្ទង់ខាងក្រោយអញ្ចឹងខ្ទង់ទី1ខ្ទង់ទី2ខ្ទង់ទី3ហ្នឹងគឺមានលេខកូដរបស់ពីក្រោយលេខកូដហ្នឹងមាន4ខ្ទង់ពីក្រោយទាំងអស់ចាអញ្ចឹងពេលដែលយើងបង្កើតសោរសុវត្ថិភាពហ្នឹងគេនឹងចេញប្រអប់ឲ្យយើងបញ្ចូលឲ្យគេឧបមាថាប្រអប់នៅពីខាងមុខគេឲ្យយើងបញ្ចូល2ខ្ទង់ខាងមុខបើប្រអប់នៅពីខាងក្រោយគេឲ្យយើងបញ្ចូល2ខ្ទង់ខាងក្រោយហើយខាងលើផ្ដើមតែលេខ00នេះគឺជាកូដកាតសោរសុវត្ថិភាពអេឡិចត្រូនិកគេហៅ Iron Ponho ចាលេខហ្នឹងពេលដែលខ្ញុំបង្កើតសោរសុវត្ថិភាពក៏យើងត្រូវបញ្ចូលឲ្យគេដែរចាឥឡូវចាំមើលខ្ញុំចូលក្នុងកម្មវិធីហ្នឹងគឺខ្ញុំជួយបង្ហាញនិងជួយបរៀនពីរបៀបបញ្ចូលកូដកាតហ្នឹងឲ្យមើលទាំងអស់គ្នាម្ដងទៀតអញ្ចឹងជាដំបូងគឺយើងត្រូវចូលទៅកម្មវិធី Hana N Bank ចា Hana N Bankចាពេលដែលចូលមកគឺគេលោតតំបន់ណែនាំពីអ្វីផ្សេងអញ្ចឹងយើងមិនមើលក្បាលយើងចុចសញ្ញាខ្វែងចោលចាសញ្ញាខ្វែងហ្នឹងទៅគឺសញ្ញាបិទចោលបន្ទាប់មកទៀតគឺយើងមើលមកក្រោមទំព័រគឺមានពាក្យ Engine Center ចាអញ្ចឹងយើងត្រូវចុចពាក្យ Engine Center បន្ទាប់មកទៀតរើសយកពាក្យ Engine Saw Palkub Chebalkub ចាចុចទៅលើពាក្យហ្នឹងបន្ទាប់មកទៀតគឺគេទាមទារឲ្យយើងបញ្ចូល ID និងលេខសម្ងាត់6ខ្ទង់ហើយអញ្ចឹង ID ដែលខ្ញុំប្រាប់នៅក្នុងกระดาษមិញហ្នឹងអញ្ចឹងគឺយើងត្រូវបញ្ចូលយើងចា ID របស់យើងចាខាងក្រោមនេះគឺលេខសម្ងាត់6ខ្ទង់ចាហើយជាសញ្ញា hack in បន្ទាប់មកទៀតចុចសញ្ញាបន្ទាប់ចាពេលដែលយើងចូលមកដំបូងគេអញ្ចឹងគេទាមទារឲ្យយើងបញ្ចូលលេខសម្ងាត់ទាមទារឲ្យយើងផ្លាស់ប្ដូរលេខសម្ងាត់6ខ្ទង់ចេញលេខដែលយើងប្រើមិញហ្នឹងគេឲ្យដូរដាក់ផ្សេងឲ្យមានលាយអក្សរអង់គ្លេសយើងចង់ដូរក៏បានមិនដូរក៏បានប៉ុន្តែបើដូរជាការងាយស្រួលចាប៉ុន្តែបើអត់ដូរទេយើងចុចសញ្ញា home នេះគឺត្រឡប់ទៅទំព័រក្រោយវិញយើងចុចម្ដងទៀតអាហ្នឹងលែងចេញទំព័រហ្នឹងឲ្យយើងដូរហើយប៉ុន្តែខ្ញុំចង់ដូរចេញអញ្ចឹងកុំឲ្យខ្លាចអ្នកផ្សេងគេដឹងអញ្ចឹងគឺខ្ញុំធ្វើការដូរលេខសម្ងាត់6ខ្ទង់ចេញអញ្ចឹងប្រអប់ខាងលើគីជុនពីមានผลហូកន្លែងហ្នឹងគឺគេទាមឲ្យយើងដាក់លេខសម្ងាត់ចាស់របស់យើងទៅដែរយើងបញ្ចូលមុននឹងមិញហ្នឹងចាអញ្ចឹងយើងបញ្ចូលលេខសម្ងាត់ចាស់របស់យើងហើយ hack in ហើយខាងក្រោមនេះគឺជាលេខសម្ងាត់6ខ្ទង់ថ្មីគេឲ្យយើងបញ្ចូលមានអក្សរអង់គ្លេសនិងលេខលាយគ្នាចាប់ពី6ខ្ទង់ក្រោម12ខ្ទង់ចាអញ្ចឹងយើងចង់ដាក់មិនក៏បានស្រេចចិត្តរបស់យើងសម្រាប់ចាំខ្លួនយើងចាចំពោះខ្ញុំដាក់អក្សរ A ហើយលេខចាស់របស់ខ្ញុំទៅតែចាហើយ hack in ហើយខាងក្រោមនេះ thank you ពីមាន Pono hack in ចាអញ្ចឹងគេឲ្យយើងដាក់បញ្ជាក់លេខសម្ងាត់6ខ្ទង់ថ្មីរបស់យើងម្ដងទៀតខ្លាចខុសគ្នាចាហើយចុចសញ្ញា hack inតមកទៀតគេឲ្យយើងបញ្ចូលលេខកូដកាតស្ដើងប្រខឿដែលមាន35ខ្ទង់មិញហ្នឹងចាយើងមើលនៅក្នុងប្រអប់នេះគេដាក់ខ្ទង់ទី23 2ខ្ទង់ខាងមុខប្រអប់នៅខាងមុខហើយខ្វះចុច2នៅខាងក្រោយអានោះមានន័យថាខាងក្រោយហ្នឹងវាមានស្រាប់ហើយអញ្ចឹងនៅខ្វះខាងមុខអញ្ចឹងគេឲ្យយើងបញ្ចូល2ខ្ទង់ខាងមុខអញ្ចឹងយើងមើលក្នុងកាតរបស់យើងចាខ្ទង់ទី23យើងមើលតាមលេខរៀង1 2 3 4រហូតដល់ខ្ទង់ទី23
ចាខ្ទង់ទី23លេខកូដពីខ្ទង់ខាងមុខអញ្ចឹងខាងក្រោយ77ខាងមុខ35អញ្ចឹងមានន័យថាគេទាមទារយើងបញ្ចូលលេខ35ចាអញ្ចឹងយើងបញ្ចូលលេខ35នេះគេ35ហើយសញ្ញាហាក់ in ហើយម្ដងទៀតចាខ្ទង់ទី6យើងថយក្រោយវិញមើលនេះខ្ទង់ទី6ចាយើងមើលឲ្យក៏បានដែរខ្ទង់ទី6អានេះប្រអប់នៅខាងក្រោយខ្មៅចុច2នៅពីមុខអញ្ចឹងមានន័យថាគេឲ្យយើងបញ្ចូលពីខ្ទង់ខាងក្រោយគេអញ្ចឹងយើងមើលក្នុងកាតរបស់យើងខ្ទង់ទី6ចានៅកន្លែងនេះខ្ទង់ទី6ពីខ្ទង់ខាងក្រោយអញ្ចឹងពីខ្ទង់ខាងក្រោយមានលេខ98អញ្ចឹងយើងបញ្ចូលលេខ98គេចាចុចនៅលើប្រអប់ហ្នឹងហើយបញ្ចូលលេខ98ហើយចុចសញ្ញា hack in ហើយចុចពាក្យ Pimil Phono Pen គេចាផ្លាស់ប្ដូរលេខសម្ងាត់6ខ្ទង់ចាញ់ចាចុចនៅលើពាក្យហ្នឹងមកគឺចុចចេញសញ្ញា hack in មកអញ្ចឹងអូខេមានតែផ្លាស់ប្ដូរលេខសម្ងាត់6ខ្ទង់ហើយចាហើយអញ្ចឹងយើងថយក្រោយមកវិញគេលោតចេញមកទំព័រដដែលដែលយើងចូលដំបងគេចុចលើពាក្យ Engine Center ចាអញ្ចឹងចុចនៅលើពាក្យហ្នឹងហើយចុចលើពាក្យហ្នឹងដដែលទៀត Engine Server Group Table Group ចាតោះមកគេលោតសញ្ញាអូខេមកយើងចុចសញ្ញា hack in ចាអញ្ចឹងចុចលើសញ្ញា hack in តមកទៀតចេញពាក្យ module ធុងអ៊ុយហើយនឹងសញ្ញា hack in អញ្ចឹងយើងត្រូវចុចសញ្ញា module ធុងអ៊ុយមុនហើយបានចុចសញ្ញា hack in តាមក្រោយបើចុចសញ្ញា hack in មកអត់ទំព័រអត់ដូរទេនៅតែអញ្ចឹងយើងចុចសញ្ញា hack in ហើយបានចុចសញ្ញា សំទោសចុចសញ្ញា module ធុងអ៊ុយមុនហើយបានចុចសញ្ញា hack in ចាអញ្ចឹងគេដូរទំព័រមកទៀតកន្លែងនេះគឺគេពាក្យឈុលគឹមគេចាកន្លែងហ្នឹងគឺគេទាមទារយើងបញ្ចូលលេខកុងធនាគារហាណារបស់យើងដែលមាននៅក្នុងសភៅ14ខ្ទង់ចាអញ្ចឹងយើងបញ្ចូលលេខកុងធនាគារហាណារបស់យើងចាហើយខាងក្រោមនេះ Pimil Phono ចាកន្លែងហ្នឹងគេឲ្យយើងបញ្ចូលលេខសម្ងាត់4ខ្ទង់សម្រាប់យើងដកលុយចាហើយចុចសញ្ញា hack in បន្តមកទៀតគេឲ្យយើងទាមទារឲ្យយើងធ្វើការបញ្ជាក់ថាយើងជាម្ចាស់ខ្លួនឬក៏មិនមែនចាកន្លែងហ្នឹងគេហៅ Pony Engine ផាំងតបចាអញ្ចឹងយើងត្រូវធ្វើការចុច call តាម ALS Engine យកចឹងទៅគេនឹង call ទៅលេខទូរស័ព្ទដៃរបស់យើងដែលយើងភ្ជាប់នៅកុងធនាគារបើយើងដូរលេខទូរស័ព្ទឬក៏មិនចឹងតើយើងទៅខាងធនាគារគេដូរលេខទូរស័ព្ទតែមិនអាចធ្វើតម្លើងសោនឹងបានអូមកថាលេខដែលយើងភ្ជាប់នឹងយើងបិទចោលយើងប្រើឱកាសក៏អាចបង្កើតសោសុវត្ថិភាពអេឡិចត្រូនិកនឹងបានដែរអញ្ចឹងអីចេញលេខទូរស័ព្ទរបស់យើងមកហើយអញ្ចឹងយើងត្រូវធ្វើការចុចពាក្យ ALS អញ្ចឹងយកចឹងអញ្ចឹងយើងចុចនៅលើពាក្យហ្នឹងទៅក្រុមហ៊ុនចុចសញ្ញា hack in ក្រុមហ៊ុនគេនឹងខលមកលេខទូរស័ព្ទរបស់យើងហើយចាខលមកហើយអញ្ចឹងយើងត្រូវលើកទទួលស្ដាប់គេនឹងហៅលេខកូដចំនួន2ខ្ទង់ឲ្យយើងចុចអីគេបើយើងចុចត្រឹមត្រូវអីគេនឹងបិទទៅវិញតែខ្លួនឯងប៉ុន្តែបើយើងចុចខុសគឺគេនិយាយតែនឹងរហូតចាអញ្ចឹងយើងលើកទទួលចាអញ្ចឹងមិញគេហៅលេខកូដពីខ្ទង់ខូនោះមានន័យថា99ចាអញ្ចឹងយើងបញ្ចូលលេខ99អីគេសំទោសពេលលើកទៅយើងត្រូវចូលមកកន្លែងហ្នឹងដើម្បីបញ្ចូលលេខអីគេអញ្ចឹងគេហៅលេខ99នៃយើងអញ្ចឹងខ្ញុំបញ្ចូលលេខ99ចាពេលត្រឹមត្រូវគេនឹងបិទទៅខ្លួនឯងចាអញ្ចឹងកន្លែងចំណុចកាញ់បញ្ជាក់ថាយើងជាម្ចាស់ខ្លួននឹងគឺត្រូវចប់ហើយអញ្ចឹងអូចូលមកក្រោមគឺកន្លែងបញ្ចូលលេខកូដកាតស្ដាងពណ៌ខៀវនេះចាលេខខាងលើនេះកន្លែងគេដាក់ Iron ឆាមូលសេខាទៅ Iron Phono អញ្ចឹងមានន័យថាគេឲ្យយើងបញ្ចូលលេខកូដនេះ Iron Phono មានលេខ10ខ្ទង់ផ្ដើមនៅខាងមុខ002នេះចាហើយកន្លែងហ្នឹងគឺគេមានខ្ទង់ទី4ខ្ទង់ទី5ខ្ទង់ទី6អញ្ចឹងយើងមើលក្នុងកាតរបស់យើងគេឲ្យយើងរត់ពីខាងក្រៅ Iron Phono TSO អញ្ចឹងមានន័យថាមិនមែនឲ្យរត់ពីមុខទេឲ្យរត់ពីក្រៅអញ្ចឹងគេឲ្យរត់ពីក្រៅខ្ទង់ទី4មានលេខប៉ុន្មានឲ្យយើងបញ្ចូលឲ្យគេអញ្ចឹងយើងរាប់1 2 3 4ខ្ទង់ទី4មានលេខ4អញ្ចឹងយើងវាយនៅប្រអប់លេខ4ហ្នឹងយើងបញ្ចូលលេខ4នេះគេហើយចុចសញ្ញា hack in បន្តមកទៀតលេខ5អញ្ចឹងយើងងាត់ពីខាងក្រោយម្ដងទៀត1 2 3 4 5ខ្ទង់ទី5មានលេខ1អញ្ចឹងយើងបញ្ចូលលេខ1ហើយ hack in បន្តមកទៀតខ្ទង់ទី6ចា1 2 3 4 5 6ខ្ទង់ទី6មានលេខ5យើងបញ្ចូលលេខ5គេចូលលេខ5ហើយ hack in
ចាអូខេកន្លែងហ្នឹងរួចរាល់ហើយដែរហើយចំពោះខាងក្រោមនេះដូចខាងមុខលើពេលដែលយើងដូរលេខស្ងាត់6ខ្ទង់មិញគឺដូចគ្នាអញ្ចឹងគឺយើងមើលតាមលេខរៀងដែលគេចេញមកឲ្យយើងខ្ទង់ទី30ប្រអប់នៅខាងមុខគេទាមទារយើងបញ្ចូល2ខ្ទង់ខាងមុខអញ្ចឹងយើងមើលខ្ទង់ទី30របស់យើងចាខ្ទង់ទី30ពីខ្ទង់ខាងមុខមានលេខ00អញ្ចឹងយើងបញ្ចូលលេខ00នេះគេហើយហាក់ in បន្តមកទៀតចាខ្ទង់ទី1ពីខ្ទង់ខាងមុខដែរប្រអប់ទាំងពីរអាប់ទាំងពីរខ្ទង់ទីមុខទាំងពីរអញ្ចឹងយើងមើលកូដរបស់យើងខ្ទង់ទី1ពីខ្ទង់ខាងមុខមានលេខ30អញ្ចឹងយើងត្រូវបញ្ចូលលេខ30ចាម្ដងទៀត30ហើយ hack in អូខេហើយចុងក្រោយគេគឺចុចសញ្ញាបន្ទាប់ចាចុចសញ្ញា hack in ហើយគេនឹងចេញin ជាងសអំហូអញ្ចឹងអំហួរហ្នឹងគឺជាលេខសម្ងាត់សោសុវត្ថិភាពដែលយើងបង្កើតមិញហ្នឹងចាលេខសម្ងាត់សោសុវត្ថិភាពហ្នឹងយើងត្រូវដាក់មានអក្សរអង់គ្លេសនិងលេខលាយគ្នាចាចាប់ពី8ខ្ទង់ឡើងទៅចាលេខអញ្ចឹងចុចទៅលើហ្នឹងទៅយើងវាយលេខសម្ងាត់របស់យើងចូលដាក់ខ្សែចិត្តរបស់យើងខ្ញុំដាក់ដូច ID របស់ខ្ញុំមិញចាចុចសញ្ញា hack in ម្ដងទៀតហើយខាងក្រោមម្ដងទៀតចា hack in ចុងក្រោយគេចុចសញ្ញាថាចាអញ្ចឹងគឺនឹងលោតឈ្មោះលោតថ្ងៃខែបង្កើតហើយនឹងថ្ងៃខែយើងផុតកំណត់សោសុវត្ថិភាពវិញយើងអាចមានសុពលភាពទៅរយៈពេល1ឆ្នាំទេអញ្ចឹងចិត្តដាច់ឆ្នាំគឺយើងត្រូវតែធ្វើការពន្យាវាមិនអាចធ្វើការប្រើប្រាស់បន្តទៅមុខបានទៀតចាអញ្ចឹងយើងចុចសញ្ញា value ទៅគឺចប់ហើយចាបើមានកន្លែងចម្ងល់ឬក៏មិនទាន់យល់មើលវីដេអូហើយនៅមិនយល់ទេសូមទំនាក់ទំនងមកការចល័យរបស់ខ្ញុំមកខ្ញុំនឹងជួយបញ្យល់តាមក្រោយទៀតចាអរគុណច្រើន